សង្គ្រាមធំបំផុតមិនធ្លាប់មានអ៊ីស្រាអែលបញ្ជាទ័ពជើងគោកសម្រុកវាយលុកលីបង់ក្រឡាប់ចាក់ប្រវត្តិសាស្ត្រ26ឆ្នាំពិភពលោកកំពុងអត់មើលយ៉ាងតក់ស្លុតស្ថានភាពនៅមជ្ឈមបូព៌ាបានឡើងកម្ដៅដល់ចំណុចកំពូលបន្ទាប់ពីនាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោកប៊ិនចាមីនណេតានយ៉ាហ៊ូបានចេញបញ្ជាក្តៅៗកាលពីថ្ងៃទី31ខែឧសភាឲ្យកងទ័ពបើកការវាយលុកជើងគោវាយលុកកាន់តែជ្រៅទៅទឹកដីភាគខាងត្បូងនៃប្រទេសលីបង់សារព័ត៌មាន Asia Today បានទម្លាយថាគោលបំណងធំនៃការបង្កើនកម្លាំងទ័ពរបស់អ៊ីស្រាអែលនាពេលនេះគឺដើម្បីគ្រប់គ្រងនិងពង្រីកទឹកដីបន្ថែមនៃតំបន់ដែលជាខ្នងបង្អែករឹងមាំរបស់ក្រុម Hezbollah ភ្នាក់ងារសារព័ត៌មាន Reuters បានរាយការណ៍ថាទ័ពអ៊ីស្រាអែលកំពុងព្យាយាមវាយសម្រុកបន្តពីទន្លេលីតានីសម្ដៅទៅរកទន្លេសាហារ៉ានីដែលមានចម្ងាយប្រហែល10គីឡូម៉ែត្របន្ថែមទៀតនៅភាគខាងជើងខាងសល26ឆ្នាំអ៊ីស្រាអែលដណ្ដើមបានប្រាសាទបាហ្វាត់ដែលជាបន្ទាយយុទ្ធសាស្ត្រដ៏សំខាន់បំផុតរួមទាំងតំបន់វ៉ាឌីសាឡាគីទាំងស្រុងនេះគឺជាលើកទី1ហើយគិតតាំងពីឆ្នាំ2000រយៈពេល26ឆ្នាំដែលអ៊ីស្រាអែលត្រឡប់មកគ្រប់គ្រងទីនេះវិញនិងប្រកាសធ្វើជាតំបន់សន្តិសុខសកម្មលោក Naftali Bennett គូប្រជែងនយោបាយរបស់ Netanyahu បានទាមទារឲ្យអ៊ីស្រាអែលបើកការវាយប្រហារទ្រង់ទ្រាយធំទៅលើតំបន់ជាយក្រុងបេរុសដែលជារដ្ឋធានីរបស់លីបង់ថែមទៀតផងសង្គ្រាមដែលផ្ទុះឡើងតាំងពីថ្ងៃទី2ខែមិនិនាផ្ដើមដោយក្រុម Hezbollah បាញ់មីស៊ីលនិងដ្រូនបានបណ្ដាលឲ្យប្រជាជនលីបង់ជាង1ទៅ2លាននាក់បានរត់ចោលផ្ទះសម្បែងនិងស្លាប់យ៉ាងហោចណាស់3370នាក់ចំណែកអ៊ីស្រាអែលបានបាត់បង់ជីវិតទាហានចំនួន24នាក់និងស៊ីវិល4នាក់បារាំងបានប្រកាសភ្លាមស្នើសុំកិច្ចប្រជុំបន្ទាន់មួយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ UNSC នៅថ្ងៃទី1ខែមិថុនានេះដើម្បីស្វែងរកដំណោះស្រាយទប់ស្កាត់មហន្តរាយសង្គ្រាមនេះ